កាលពីសម័យមួយបន្ទាប់ពីព្រះពុទ្ធបានត្រាស់ដឹងហើយព្រះអង្គបានយាងទៅព្រៃងូតទឹកក្នុងទន្លេហើយបន្ទាប់មកគង់នៅក្រោមដើមឈើមួយនៅក្នុងសម័យនោះដើមឈើគឺជាកន្លែងដ៏សប្បាយរីករាយក្នុងការអង្គុយហោរាម្នាក់ដែលមានជំនាញយ៉ាងខ្ពស់ក្នុងការទស្សន៍ទាយបានមកងូតទឹកក្នុងទន្លេដែរហើយឃើញស្នាមជើងនៅលើច្រាំងទន្លេហោរានោះមានជំនាញក្នុងការប្រាប់អំពីអតីតកាលនិងអនាគតកាលរបស់មនុស្សម្នាក់ៗដោយមើលស្នាមជើងរបស់គេគាត់បានឃើញថាស្នាមជើងទាំងនេះគឺជាស្នាមជើងរបស់ព្រះចៅអធិរាជដែលជាមនុស្សម្នាក់ដែលគួរតែគ្រប់គ្រងពិភពលោកប៉ុន្តែបន្ទាប់មកគាត់ឆ្ងល់ថាហេតុអ្វីបានជាមនុស្សបែបនេះមកនៅកន្លែងដាច់ស្រយាលក្បែរព្រៃបែបនេះហើយគាត់ក៏ដើរតាមស្នាមជើងដោយគិតថាគាត់នឹងជួបព្រះចៅអធិរាជបន្ទាប់មកគាត់បានឃើញព្រះសង្ឃអង្គនេះគឺព្រះគោតមកំពុងគង់នៅក្រោមដើមឈើមួយគាត់បានមើលទៅព្រះអង្គហើយគិតថាឫសមួយងារជាហោរារបស់ខ្ញុំខុសទាំងអស់ឫសមួយការទស្សន៍ទាយរបស់ខ្ញុំខុសទាំងអស់ឫសមួយខ្ញុំកំពុងត្រូវបានគេបោកប្រាស់ឫសមួយខ្ញុំកំពុងស្ថិតក្នុងការស្រមើស្រមៃតើមានអ្វីកើតឡើងនៅទីនេះគាត់ចាប់ដើមយំហើយនិយាយថាថ្ងៃនេះភាពជាហោរារបស់ខ្ញុំទាំងអស់បានបរាជ័យហើយគាត់បានទៅជួបព្រះពុទ្ធហើយសួរព្រះអង្គថាអ្នកជាអ្នកណាព្រះពុទ្ធមានបន្ទូលថាអាត្មាមាននរណាម្នាក់ទេអាត្មាគ្រាន់តែគ្មាននរណាម្នាក់ហោរាបានតបថាប៉ុន្តែព្រះអង្គមានជើងរបស់ព្រះចៅអធិរាជព្រះអង្គគួរតែសញ្ជ័យពិភពលោកព្រះពុទ្ធញញឹមហើយមានបន្ទូលថាអាត្មាគឺជាអធិរាជនៃពិភពលោកហោរានិយាយថាប៉ុន្តែព្រះអង្គគឺជាព្រះសង្ឃព្រះអង្គគ្មានអ្វីសោះព្រះពុទ្ធមានបន្ទូលថាអាត្មាគ្មានអ្វីសោះហើយអាត្មាគ្មាននរណាម្នាក់ទេនោះហើយជាមូលហេតុដែលអ្វីៗទាំងអស់ជារបស់អាត្មាហោរាមានការភ័ន្តច្រឡំបន្ទាប់ពីស្ដាប់ព្រះពុទ្ធហើយនិយាយថាខ្ញុំមិនអាចយល់ពីអ្វីដែលព្រះអង្គកំពុងនិយាយទេសូមពន្យល់ខ្ញុំផងហោរានៅតែយំព្រះពុទ្ធមានបន្ទូលថាអ្នកឃើញទេមានអធិរាជពីរប្រភេទនៅក្នុងពិភពលោកនេះមួយគឺអ្នកដែលបានសញ្ជ័យពិភពលោកទាំងមូលដោយអំណាចនិងការគៀបសង្កត់ហើយមួយទៀតគឺអ្នកដែលបានសញ្ជ័យខ្លួនឯងអ្នកដែលបានសញ្ជ័យតណ្ហាកំហឹងលោភលន់ការជាប់ជំពាក់និងអំនួតនៅក្នុងខ្លួនគេអ្នកដែលបានសញ្ជ័យពិភពលោកចក្រភពរបស់គេនឹងបាត់បង់នៅថ្ងៃណាមួយប៉ុន្តែអ្នកដែលបានសញ្ជ័យសត្រូវនៅក្នុងខ្លួនគេចក្រភពរបស់គេនឹងមិនចេះចប់ទេបន្ទាប់មកព្រះពុទ្ធបានយាងទៅជិតហោរានោះជួយសម្រាលទុក្ខគាត់ហើយមានបន្ទូលថាកុំយំអីភាពជាហោរារបស់អ្នកមិនបរាជ័យទេព្រោះតាមពិតអធិរាជពុទ្ធប្រកបគឺជាអ្នកដែលបានសញ្ជ័យសត្រូវទាំងអស់នៅក្នុងខ្លួនគេប្រសិនបើយើងមើលក្នុងជីវិតរបស់យើងនឹងឃើញថាទាំងអស់គ្នាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះវត្ថុលោកីនិងសេចក្តីរីករាយប៉ុន្តែអ្វីក៏ដោយដែលអ្នកសម្រេចបាននៅក្នុងពិភពសម្ភារៈនេះថ្ងៃណាមួយវានឹងត្រូវបានគេយកចេញពីនេះប៉ុន្តែប្រសិនបើអ្នកសញ្ជ័យសត្រូវក្នុងខ្លួនរបស់អ្នកដូចជាតណ្ហាកំហឹងលោភលន់ការជាប់ជំពាក់អំនួតនោះអ្នកនឹងទទួលបានសុភមង្គលខាងក្នុងដ៏គ្មានដែនកំណត់បែបនេះ